បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទវីដេអូនេះដែរគឺខ្ញុំធ្វើផ្សាយជូនទៅប្រុសយើងទាំងអស់គ្នាបាទដែលមានប្រព័ន្ធស្អាតក្តីមិនសូវស្អាតក្តីប្រព័ន្ធសក្តីប្រព័ន្ធខ្មៅក្តីណាបងប្អូនត្រូវតែថែទាំសុខភាពឲ្យមែនទែនបងប្អូនណាខ្ញុំក៏មិនដឹងថាខ្លួនឯងអឺចាក់ចាក់លោកទៅថ្ងៃណាដែរបាទប៉ុន្តែខ្ញុំក៏ព្យាយាមថែទាំសុខភាពណាដែររាល់ថ្ងៃនេះបាទអញ្ចឹងសូមឲ្យបងប្អូនប្រុសបាទប្រយ័ត្នមែនតើផ្នែកសុខភាពបាទខ្ញុំមិនមានចង់បានអីពីបងប្អូនទេការធ្វើវីដេអូចែករំលែកនេះគឺខ្ញុំចង់ឲ្យតែបងប្អូនឮឲ្យបងប្អូនដឹងដើម្បីបញ្ញាក់អារម្មណ៍បងប្អូនដាស់តឿនបងប្អូនប៉ុណ្ណោះទេបាទអនុវត្តឬក៏មិនអនុវត្តតាមខ្ញុំបងប្អូនជារឿងរបស់បងប្អូនបាទប៉ុន្តែប៉ុនដែលខ្ញុំផ្សាយចេញទៅហើយពីមាត់របស់ខ្ញុំគឺចេញពីបេះដូងចេញពីចិត្តស្មោះរបស់ខ្ញុំបងប្អូនត្រូវតែថែទាំសុខភាពឲ្យបានល្អបាទហូបទឹកឲ្យបានច្រើនគ្រប់គ្រាន់មួយថ្ងៃឲ្យបាន2លីត្រកន្លះមិនបាន2លីត្រកន្លះឲ្យបាន2លីត្របាទហាត់ប្រាណជាប្រចាំទៀងទាត់ក្នុងមួយថ្ងៃធ្វើម៉េចឲ្យបានហាត់ប្រាណម្ដងបាទម្ដងមិនចាំបាច់ដល់3ម៉ោង4ម៉ោងទេម្ដងតែ30នាទីឬក៏15នាទីក៏វាអូខេដែរបាទបងប្អូនត្រូវគិតថាពេលដែលបងប្អូនស្លាប់ទៅគេមិនដេកអោបខ្មោចមិនដេកអោបឆ្អឹងទេគេយំដល់3ថ្ងៃគឺគេយកប្តីទៀតហើយជារឿងរបស់គេអ្នករស់បាទអញ្ចឹងបងប្អូនត្រូវតែដឹងថានៅក្នុងឱកាសដែលបងប្អូនកំពុងតែមានកំពុងតែបានបងប្អូនកុំភ្លេចថែទាំសុខភាពឲ្យសោះបងប្អូនកុំគិតថាបងប្អូនចំណាយពេលវេលាទៅរកលុយបងប្អូនមានហូបមានចាយគ្រប់គ្រាន់បងប្អូនកុំគិតថាមិនអីរឿងអីគឺវានៅក្រោយខ្នងបងប្អូនមួយជំហានវាតាមយើងកាត់អញ្ចឹងបើសិនជាបងប្អូនភ្លេចខ្លួនមួយថ្ងៃបងប្អូនស្មើនឹងបាត់សុខភាពមួយថ្ងៃដែរបាទអញ្ចឹងខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាពេញបេះដូងបាទជូនពរបងប្អូនមានសុខភាពល្អគ្រប់ក្រុមគ្រួសាររកស៊ីទទួលទានមានបានសូមឲ្យទេវតាឆ្នាំហើយជួយថែរក្សាបងប្រុសបងស្រីឲ្យរកស៊ីទទួលទានមានបានបាទអញ្ចឹងជួយ like ជួយ share វីដេអូនេះម្នាក់មួយផងបាទអរគុណច្រើន